សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំបាទសូរ៉ាថ្ងៃផងដែរខ្ញុំចង់សម្រាយរឿងមួយដែលមានចំណងជើងថា Ginny Make a Wish សម្រាប់សាច់រឿងនេះផងដែរគឺគេចង់វាស់វែងអំពីភាពលោភលន់របស់មនុស្សដែលត្រូវបាន Ginny ម្នាក់ដែលមានឈ្មោះថា Iblis សម្រាប់តួអង្គ Iblis ដែលនៅក្នុងសាច់រឿងនេះក៏ដូចគ្នាទៅនឹងតួអង្គដែលនៅក្នុងរឿងអាឡាដាំងដែរចំណែកឯ Ginny ដែលមានឈ្មោះថា Iblis ដែលនៅក្នុងសាច់រឿងហ្នឹងដោយសារតែខ្លួនគេមានភាពក្រអឺតក្រទមនិងច្រណែនទៅដល់មនុស្សលោកគេក៏បានដាក់ខសន្យាជាមួយនឹងព្រះដើម្បីចង់បង្ហាញអំពីភាពលោភលន់របស់មនុស្សដែលពពួកមនុស្សគឺមានចិត្តលោភលន់ដែលមិនដូចពូជសាសន៍របស់ខ្លួននោះទេក៏ប៉ុន្តែនៅពេលដែល Iblis បានជួបនឹងមនុស្សស្រីម្នាក់ដែលគេគឺជាមនុស្សម្នាក់ដែលមិនមានភាពលោភលន់និងជួយមនុស្សដែលនៅជុំវិញខ្លួននាងថែមទៀតផងហេតុនេះហើយក៏បានធ្វើឲ្យ Iblis ក៏បានផ្លាស់ប្ដូរនៅគំនិតរបស់ខ្លួនដោយគេបានគិតថាមនុស្សគឺមិនអាក្រក់ទាំងអស់នោះទេហើយក៏មិនមានចិត្តលោភលន់ទាំងអស់នោះដែរផ្ទុយទៅវិញក៏បានធ្វើឲ្យ Iblis ក៏បានចាប់អារម្មណ៍ទៅលើមនុស្សស្រីម្នាក់នោះជាខ្លាំងរួចពួកគេក៏បានស្រឡាញ់គ្នាហេតុនេះហើយតើការស្រឡាញ់គ្នារវាង Ginny ដែលមានឈ្មោះថា Iblis និងមនុស្សស្រីម្នាក់នោះមានលក្ខណៈយ៉ាងណាដែរតោះទៅស្ដាប់ការសង្ខេបរឿងរបស់ខ្ញុំទាំងអស់គ្នាសាច់រឿងដំបូងគឺចាប់ផ្ដើមឡើងដោយពីអតីតកាលនៅពេលដែលមនុស្សមិនទាន់បានកើតឡើងព្រះក៏បានបង្កើតនៅ Ginny ជាច្រើនដើម្បីឲ្យពួកគេរស់នៅនិងមានវេទមន្តយ៉ាងពិសេសខុសៗគ្នាក៏ប៉ុន្តែក៏ដោយសារតែពួកគេគឺមានវេទមន្តដ៏ពិសេសនឹងហើយទើបបានជាធ្វើឲ្យពួកគេមានអំណត់ចំពោះខ្លួនឯងនិងថែមទាំងចង់មានឋានៈធំជាងព្រះថែមទៀតផងហេតុនេះហើយទើបបានជាព្រះបានបញ្ជាឲ្យទេវតាចុះមកប្រយុទ្ធគ្នាជាមួយនឹង Ginny ជាចុងបញ្ចប់ពពួកទេវតាក៏បានយកឈ្នះនិងបានសម្លាប់ពពួក Ginny អស់ជាច្រើនចំណែក Ginny ដែលនៅសេសសល់ក៏ត្រូវបានរស់លាក់ខ្លួននៅក្នុងចង្គៀងវេទមន្តរីឯព្រះវិញនៅពេលដែលដឹងថា Ginny ស្លាប់ស្ទើរតែផុតពូជទៅហើយព្រះក៏បានបង្កើតនៅពពួកមនុស្សឡើងដែលឲ្យពួកគេរស់នៅជំនួសពពួក Ginny វិញហើយ Ginny ដែលនៅសេសសល់គឺត្រូវតែគោរពទៅដល់មនុស្សក៏ប៉ុន្តែក៏មាន Ginny ម្នាក់គឺមិនបានគោរពទៅដល់ពពួកមនុស្សនោះទេហេតុនេះហើយក៏បានធ្វើឲ្យព្រះមានការខឹងសម្បារទៅលើ Ginny នោះជាខ្លាំងរួចក៏បានបញ្ជូនគេទៅឋាននរកក៏ប៉ុន្តែ Ginny ម្នាក់នោះដែលមានឈ្មោះថា Iblis ដែលគេគឺជា Ginny ម្នាក់ដែលគ្រប់គ្រងទៅលើចង្គៀងវេទមន្តក៏បានដាក់ខសន្យាជាមួយនឹងព្រះដោយហេតុថាខ្លួនគេគឺចង់បង្ហាញអំពីអត្តចរិតរបស់មនុស្សដែលត្រូវបានបង្កើតដោយព្រះដែល Iblis បានគិតថាពួកគេគឺមានភាពលោភលន់និងអាត្មានិយមមិនដូចទៅនឹងពពួក Ginny នោះទេហេតុនេះហើយទើបបានជា Iblis ក៏បានបង្កើតនៅបំណងប្រាថ្នាចំនួន3នៅពេលដែលនរណាម្នាក់ទទួលបាននៅចង្គៀងទឹកនោះខ្លួនគេនឹងអាចក្លាយទៅជាម្ចាស់នៅចង្គៀងទឹកហ្នឹងដែលពួកគេអាចសុំពោបានទៅតាមអ្វីដែលពួកគេចង់បានក៏ប៉ុន្តែនៅពេលដែលការសុំពោរបស់ពួកគេចំនួន3ដងត្រូវបានបញ្ចប់ពួកគេនឹងបាត់ការចងចាំក្តីស្រឡាញ់និងអាចឈានទៅដល់ការបាត់បង់ជីវិតថែមទៀតផងដែលអាស្រ័យទៅលើបំណងប្រាថ្នារបស់ពួកគេបរិសុទ្ធឬមួយក៏អត់ក៏ប៉ុន្តែគម្រោងការរបស់ Iblis ដែលដាក់ខសន្យាជាមួយនឹងព្រះដើម្បីបង្ហាញអំពីភាពលោភលន់របស់មនុស្សលោកក៏ត្រូវបានបរាជ័យក៏ដោយសារតែ Iblis គឺបានជួបរបស់ពិតនោះគឺជាក្មេងស្រីម្នាក់ដោយក្មេងស្រីម្នាក់នោះគឺបានប្រើប្រាស់ពោទាំង3នោះដើម្បីជួយទៅដល់មនុស្សជុំវិញខ្លួនដែលមិនបានខ្វល់អំពីអាយុជីវិតរបស់ខ្លួននោះទេចំណែកក្មេងស្រីម្នាក់នោះវិញនៅពេលដែលនាងបានសូមពោចំនួន3ដងហើយនាងក៏បានស្លាប់ចំណែក Iblis វិញក៏បានត្រូវបណ្ដាសាដែលខ្លួនគេគឺត្រូវបានជាប់ឃុំឃាំងនៅក្នុងចង្គៀងទឹកអស់រយៈពេលរាប់រយឆ្នាំដោយសារតែខ្លួនគេគឺត្រូវបានចាញ់នៅខសន្យាដែលខ្លួនគេគឺបានសន្យាជាមួយនឹងព្រះចំណែកចង្គៀងទឹកដែលបានឃុំឃាំង Iblis ក៏បានលេចចូលទៅក្នុងខ្សាច់ដើម្បីរងចាំម្ចាស់ចំណែក Iblis វិញដែលខ្លួនគេគឺបានជាប់ឃុំឃាំងនៅក្នុងចង្គៀងទឹកនោះខ្លួនគេក៏មានគំនុំគុំគួនទៅលើក្មេងស្រីនោះជាខ្លាំងម្យ៉ាងវិញទៀតបើសិនជា Iblis ចង់ចាក់ចេញពីបណ្ដាសាដែលព្រះបានដាក់ឃុំឃាំងគេនៅក្នុងចង្គៀងវេទមន្តលុះត្រាតែក្មេងស្រីម្នាក់នោះចាប់ជាតិសាជាថ្មីនិងមកជួបចង្គៀងវេទមន្តដែលត្រូវបានកប់ក្នុងខ្សាច់អស់រយៈពេលរាប់រយឆ្នាំទើបអាច Iblis ចាក់ចេញពីបណ្ដាសាដែលព្រះបានដាក់ឃុំឃាំងគេនឹងឯងម្ល៉េះហើយទើបបានជា Iblis ក៏បានត្រូវរងចាំក្មេងស្រីម្នាក់នោះចាប់ជាតិឡើងវិញពីសម័យកាលមួយទៅសម័យកាលមួយផងដែរចូលមកដល់ពេលបច្ចុប្បន្នវិញម្ដងដោយយើងមកជួបជាមួយនឹងតួស្រីរបស់យើងវិញម្ដងដែលមានឈ្មោះថាកាយុងដោយនៅពេលនេះគឺនាងកំពុងតែនៅក្នុងទីក្រុងឌូបៃហើយនាងមកទីនេះគឺដោយសារតែចង់មកជួបមនុស្សស្រីម្នាក់ដែលជាម្ដាយរបស់ខ្លួនដែលបានបោះបង់គេឲ្យទៅរស់នៅជាមួយនឹងលោកយាយរបស់ខ្លួនតាំងតែពីពេលកាយុងមិនទាន់ដឹងក្តីមកម្លេះរាយម្ដាយកាយុងនៅពេលដែលឃើញកាយុងបានមកដល់ទីក្រុងឌូបៃក៏បានសួរទៅកាន់កាយុងថាមូលហេតុអ្វីបានតែងតែមកទីនេះព្រោះដោយសារតែម្ដាយរបស់កាយុងគឺតែងតែផ្ដល់ប្រាក់ឲ្យលោក
លោកយាយជារៀងរាល់ឆ្នាំម្លោះហើយហេតុអ្វីបានជាកាយយន្តព្យាយាមមកជួបជាមួយនឹងខ្លួនទៀតរីឯកាយយន្តវិញក៏បានប្រាប់ទៅកាន់ម្ដាយរបស់ខ្លួនថាខ្លួនគេគឺមកទីនេះគឺមិនមែនដើម្បីប្រាក់នោះទេហើយប្រាក់របស់ម្ដាយកាយយន្តដែលបានផ្ញើទៅឲ្យលោកយាយជារៀងរាល់ឆ្នាំក៏ត្រូវបានលោកយាយរបស់កាយយន្តយកលុយទាំងអស់នោះទៅកប់ចោលផងដែរមូលហេតុក៏ដោយសារតែពេលដែលឪពុករបស់កាយយន្តបានស្លាប់ទៅម្ដាយរបស់នាងគឺមិនមានលទ្ធភាពដើម្បីចិញ្ចឹមកូននោះទេហេតុនេះហើយទើបបានជាម្ដាយរបស់នាងក៏បានទុកកាយយន្តឲ្យទៅរស់នៅជាមួយនឹងលោកយាយរីឯម្ដាយរបស់កាយយន្តក៏ត្រូវបានមករស់នៅក្នុងទីក្រុងឌូបៃហើយថែមទាំងយកប្តីថ្មីនិងមានកូន2នាក់ថែមទៀតផងព្រោះតែបែបនេះហើយទើបបានជាលោកយាយរបស់កាយយន្តមានការខឹងសម្បារទៅលើម្ដាយកាយយន្តជាខ្លាំងដែលមិនមានទំនួលខុសត្រូវទៅលើកូនដែលទុកឲ្យម្ដាយរបស់ខ្លួនជាអ្នកចិញ្ចឹមបីបាច់ជំនួសទៅវិញចំណុចនេះហើយទើបបានជាលុយរបស់ម្ដាយកាយយន្តដែលបានផ្ញើមកជារៀងរាល់ឆ្នាំតាមរយៈមីងរបស់ខ្លួនក៏ត្រូវបានលោកយាយយកទៅកប់ចោលទាំងអស់បន្ថែមទៀតនោះលោកយាយកាយយន្តក៏បានប្រាប់កាយយន្តថាលុយដែលមិនមែនជាកម្លាំងញើសឈាមរបស់យើងគួរណាយើងកុំយកអីដោយសារតែវាមិនមែនជាការខិតខំប្រឹងប្រែងដោយកម្លាំងញើសឈាមរបស់យើងនោះទេក្រឡេកទៅកាយយន្តវិញម្ដងហេតុផលដែលនាងបានមកទីនេះដើម្បីមកជួបម្ដាយរបស់ខ្លួននោះមិនមែនជាការផ្សារភ្ជាប់រវាងម្ដាយហើយនិងកូននោះទេផ្ទុយទៅវិញនាងមកទីនេះគឺដើម្បីប្រាប់ទៅដល់ម្ដាយរបស់នាងដែលមិនចង់ឲ្យម្ដាយរបស់នាងធ្វើបាបលោកយាយរបស់ខ្លួនជាលើកទី2ទៀតនោះទេម្ល៉េះហើយបើសិនជាមានជាលើកទី2ខ្លួនគេនឹងមិនទុកមុខឲ្យម្ដាយរបស់ខ្លួនតទៅទៀតទេចំណែកម្ដាយរបស់កាយយន្តក៏បានប្រាប់កាយយន្តអំពីមូលហេតុដែលបានទុកនាងចោលឲ្យទៅរស់នៅជាមួយនឹងលោកយាយដោយនៅពេលនោះកាយយន្តគឺជាមនុស្សស្រីម្នាក់ដែលមិនមានអារម្មណ៍ទៅលើអ្វីទាំងអស់ប្រៀបបានដូចទៅនឹងមនុស្សម្នាក់ដែល introvert ដែរហេតុនេះហើយទើបបានជាម្ដាយរបស់នាងក៏បានគិតថាការចាក់ចេញរបស់ខ្លួននឹងអាចកែប្រែនៅអារម្មណ៍របស់នាងបានហើយថែមទាំងចង់ឲ្យកាយយន្តរៀនស្គាល់អ្វីថាជាជីវិតរីឯកាយយន្តវិញក៏បានកាត់សម្ដីម្ដាយរបស់ខ្លួនរួចក៏បានប្រាប់ម្ដាយរបស់នាងថាអ្នកគឺមិនមានសិទ្ធិអ្វីដើម្បីមកព្រានប្រដៅខ្ញុំទេអ្វីដែលកាយយន្តបានរៀននោះគឺជាសម្ដីរបស់លោកយាយទៅវិញទេកាត់ទៅដល់ពេលអតីតកាលរបស់លោកយាយកាយយន្តវិញដោយសារតែកាយយន្តគឺជាក្មេងស្រីម្នាក់ដែលមិនមានអារម្មណ៍លើអ្វីទាំងអស់លោកយាយក៏បានទៅសាកសួរអ្នកគ្រូម្នាក់ដែលបានបង្រៀនកាយយន្តរីឯអ្នកគ្រូក៏បានប្រាប់លោកយាយវិញថានៅក្នុងថ្នាក់អារម្មណ៍របស់កាយយន្តគឺខុសប្លែកពីក្មេងៗនៅក្នុងថ្នាក់ដោយមើលទៅនាងគឺមិនមានអារម្មណ៍ទៅលើអ្វីទាំងអស់ក្រៅពីការសម្លាប់សត្វនៅពេលដែលដល់ម៉ោងពិសោធន៍ទៅលើសត្វកាយយន្តគឺតែងតែសប្បាយចិត្តជានិច្ចរីឯលោកយាយរបស់កាយយន្តនៅពេលដែលឮបែបនេះហើយយប់ឡើងលោកយាយក៏បានទៅជួបចៅរបស់ខ្លួនរួចក៏បានឃើញថានាងបំរុងនឹងរៀបសម្លាប់កង្កែបដោយមិនមានអារម្មណ៍ភ័យខ្លាចអ្វីនោះទេស្របពេលនោះដែរលោកយាយនៅពេលដែលបានឃើញចៅរបស់ខ្លួនបំរុងនឹងរៀបសម្លាប់ទៅលើកង្កែបទៅហើយលោកយាយរបស់កាយយន្តក៏បានយកកំបិតទៅឆូតដៃរបស់កាយយន្តដែលបានធ្វើឲ្យនាងមានការឈឺចាប់យ៉ាងខ្លាំងលើសពីនេះទៅទៀតនោះលោកយាយក៏បានប្រាប់កាយយន្តថាលោកយាយធ្វើបែបនេះគឺចង់ប្រៀបធៀបទៅនឹងការឈឺចាប់របស់កង្កែបដែរបើសិនជាកាយយន្តវះពោះកង្កែបនោះវាប្រៀបបានដូចទៅនឹងលោកយាយកំពុងតែវះដៃរបស់កាយយន្តដែរបើទោះបីជាកង្កែបវាគឺជាសត្វវាក៏ចេះឈឺចាប់ដូចទៅនឹងមនុស្សដែរហើយនោះគឺជាអ្វីដែលលោកយាយរបស់កាយយន្តបានបង្រៀនខ្លួននឹងឯងងាកទៅមើលកាយយន្តនៅពេលអនាគតវិញម្ដងដោយនៅពេលនេះនាងគឺកំពុងតែអង្គុយទល់មុខជាមួយនឹងម្ដាយរបស់ខ្លួនរួចក៏បានប្រាប់ទៅកាន់ម្ដាយរបស់ខ្លួនបន្ថែមទៀតថាខ្លួនគេគឺតែងតែបានមើលរឿងភាគអស់ជាច្រើនភាគនៅពេលដែលសាច់រឿងម្ដាយនិងកូនបានជួបគ្នាពួកគេតែងតែមានអារម្មណ៍ថានឹកស្រណោះគ្នាផ្ទុយទៅវិញនៅពេលដែលនាងបានមកជួបជាមួយនឹងម្ដាយរបស់ខ្លួនគេបែរទៅជាមិនមានអារម្មណ៍អ្វីទៅលើម្ដាយរបស់ខ្លួនទៅវិញមិនតែប៉ុណ្ណោះនាងក៏បានប្រាប់ម្ដាយរបស់ខ្លួនថែមទៀតថាបើសិនជាម្ដាយរបស់នាងបានធ្វើឲ្យលោកយាយស្រក់ទឹកភ្នែកម្ដងទៀតនោះនាងនឹងសម្លាប់ទៅលើម្ដាយរបស់ខ្លួនបន្ទាប់មកកាយយន្តក៏បានចាក់ចេញពីទីកន្លែងនោះផងដែរព្រឹកថ្ងៃថ្មីកាយយន្តក៏មានដំណើរកំសាន្តមួយដែលបានទៅវាលខ្សាច់ដ៏ធំល្វឹងល្វែងជាមួយនឹងក្រុមធัวរបស់ខ្លួនដែលកាយយន្តបានមកជាមួយនឹងពួកគេនៅពេលដែលក្រុមធัวបានទៅដល់ទីកន្លែងនោះហើយមើលទៅពួកគេមានអារម្មណ៍ថាដូចជាសប្បាយចិត្តខ្លាំងមែនទែនដោយពួកគេម្នាក់ៗក៏បានដកទូរស័ព្ទយកមកថតរីឯតួស្រីរបស់យើងនៅពេលដែលបានឃើញពួកគេមានការសប្បាយចិត្តយ៉ាងហ្នឹងកាយយន្តក៏បានដកទូរស័ព្ទរបស់ខ្លួនយកមកថត selfie ដូចពួកគេដែររួចនាងក៏បានព្យាយាមញញឹមទាំងដែលខ្លួនឯងមិនមានអារម្មណ៍ទៅលើការថតរូបស្របពេលនោះដែរនៅពេលដែលពួកគេបានថតរូបរួចហើយក៏ឃើញមានព្រឹត្តិការណ៍មួយដែលមានខ្យល់បោកបក់ដែលបានធ្វើឲ្យពួកគេគិតថាវាគឺជាព្រឹត្តិការណ៍ដែលបានកើតឡើងដោយជីនីម្ល៉េះហើយក៏បានធ្វើឲ្យក្រុមធัวនាំគ្នាទៅទីកន្លែងនោះដើម្បីថតរូបរីឯកាយយន្តវិញដោយសារតែនាងគឺជាមនុស្សម្នាក់ដែលមិនសូវចាប់អារម្មណ៍និងភ្ញាក់ផ្អើលទៅលើរឿងទាំងអស់នោះទេកាយយន្តក៏បានដើរលើវាលខ្សាច់នោះម្នាក់ឯងរួចនាងក៏បានដើរទៅឈ្ពប់ជើងជាមួយនឹងចង្កៀងចាស់បុរាណមួយនៅពេលដែលកាយយន្តបានឃើញចង្កៀងនោះហើយក៏បានធ្វើឲ្យនាងនឹក
ឃើញនឹងមានគំនុំគុំគួនទៅលើម្ដាយរបស់ខ្លួនដែលចង់វាយសម្លាប់ទៅលើម្ដាយរបស់នាងឲ្យស្លាប់នៅពេលដែលនាងបានជួបម្ដាយរបស់ខ្លួនម្ល៉េះហើយដោយសារតែនាងគឺមិនអាចធ្វើអ្វីបានកាយកក៏បានចេះកំហឹងទៅលើចង្គៀងនោះរួចនាងក៏បានគប់ចង្គៀងនោះផងដែរដែលចង់បង្ហាញអំពីការស្អប់ទៅលើម្ដាយរបស់ខ្លួនដែលម្ដាយរបស់នាងបានទុកនាងចោលស្របពេលនោះដែរចង្គៀងដែលនាងបានគប់ហើយក៏បានវិលត្រឡប់មកទីកន្លែងដើមវិញម្ល៉េះហើយក៏បានធ្វើឲ្យនាងឆ្ងល់យ៉ាងខ្លាំងដោយនាងបានគិតថាមាននរណាម្នាក់ចង់ធ្វើបាបខ្លួនចំណុចនេះហើយក៏បានធ្វើឲ្យកាយុងនាងមានអារម្មណ៍ថាចម្លែកដូចមានអ្វីម្យ៉ាងនៅក្នុងចង្គៀងបុរាណនឹងក៏ប៉ុន្តែតាមពិតទៅនោះគឺជាតួឯកប្រុសរបស់យើងដែលជាជីនីនៃវិញ្ញាណចង្គៀងដែលមានឈ្មោះថា Iblis នឹងឯងចំណែក Iblis វិញនៅពេលដែលបានឃើញតួស្រីរបស់យើងគេក៏បានទៅស្រូបក្លិនរបស់កាយុងម្ល៉េះហើយគេក៏បានដឹងថាក្លិននេះគឺជាក្មេងស្រីដែលគេបានរងចាំអស់រាប់រយឆ្នាំមកហើយស្របពេលនោះដែរ Iblis ក៏បានណែនាំខ្លួនឲ្យកាយុងបានដឹងរួចក៏បានព្យាយាមដើរទៅជិតនាងក៏ប៉ុន្តែដោយសារតែខ្លួនគេគឺត្រូវបានជាប់ឃុំឃាំងនៅក្នុងចង្គៀងអស់រាប់រយឆ្នាំដែលមិនមានកន្លែងកាត់សក់ឲ្យខ្លួននោះទេចំណុចនេះហើយដែលបានធ្វើឲ្យគេដើរឆ្ពប់ជាមួយនឹងសក់របស់ខ្លួនរីឯកាយុងវិញនៅពេលដែលបានឃើញ Iblis កំពុងតែឈរនៅពីមុខនាងក៏បានសួរទៅកាន់ Iblis ថាតើលោកគឺជានរណារីឯ Iblis ក៏បានឆ្លើយវិញថាខ្លួនគេគឺជាវិញ្ញាណនៃចង្គៀងដែលត្រូវបានជាប់ឃុំឃាំងអស់រាប់រយឆ្នាំមកហើយនោះក៏ដោយសារតែក្មេងស្រីម្នាក់ដែលមានឈ្មោះថាកាយុងដែលគេកំពុងតែឈរនៅពីមុខខ្លួននឹងឯងចំណែកកាយុងវិញក៏មិនបានយល់អំពីអ្វីដែល Iblis កំពុងតែនិយាយដែររួចនាងក៏បានដើរចាកចេញទាំងមិនខ្វល់អ្វីដែល Iblis កំពុងតែនិយាយនោះទេចូលទៅដល់ពេលយប់នៅក្នុងទីក្រុងឌូបៃកាយុងក៏បានមកដល់បន្ទប់របស់ខ្លួនដែលបានស្នាក់នៅរួចនាងក៏បានឃើញថាបន្ទប់របស់នាងគឺសុទ្ធតែសក់ហើយសក់ទាំងអស់នោះគឺសុទ្ធសឹងតែជារបស់ជីនីដែលគេបានជួបនៅកន្លែងវាខ្សាច់នឹងឯងព្រោះតែបែបនេះហើយទើបបានជាកាយុងក្តៀនយោបល់ដោយមិនដឹងថាជីនីបានចូលបន្ទប់របស់ខ្លួនបានដោយរបៀបណាចំណែកជីនីវិញនៅពេលដែលឃើញកាយុងបានចូលបន្ទប់របស់ខ្លួនហើយគេក៏បានប្រាប់ឲ្យកាយុងស្ដាប់ខ្លួនសិនរីឯកាយុងក៏បានប្រាប់ទៅកាន់ជីនីវិញថាខ្លួននាងគឺមិនស្ដាប់នរណាគេក្រៅពីលោកយាយរបស់ខ្លួននោះទេរីឯ Iblis ក៏បានតបទៅកាន់កាយុងវិញថាបើសិនជានាងស្ដាប់តែលោកយាយរបស់ខ្លួនម្ល៉េះហើយនាងគ្រាន់តែចាប់ទុកថាខ្ញុំគឺជាលោកយាយរបស់នាងនោះវាគឺដូចតែគ្នានោះទេបន្ទាប់មក Iblis ក៏បានសួរកាយុងថាតើអ្នកបានចាំរឿងរ៉ាវកាលពី983ឆ្នាំមុនដែលខ្ញុំត្រូវបានជាប់ឃុំឃាំងនៅក្នុងចង្គៀងវេទមន្តដែលមិនអាចចេញមកក្រៅរួចដែរឬទេរីឯកាយុងវិញដោយសារតែនាងមិនចង់ចាំរឿងរ៉ាវដែលកើតឡើងពីអតីតកាលម្យ៉ាងនាងក៏ជាមនុស្សធម្មតាដែលមិនមានជីវិតអមតៈដូចជាជីនីនោះទេហើយនាងក៏មិនខ្វល់អំពីសម្ដីរបស់ Iblis កំពុងតែនិយាយនោះដែររីឯ Iblis វិញក៏បានព្យាយាមបង្ហាញអំពីអ្វីដែលបានកើតឡើងពីអតីតកាលរវាងខ្លួននិងកាយុងរួចខ្លួនក៏បាននិយាយបន្ថែមទៀតថានៅពេលដែលខ្លួនបានជាប់ឃុំឃាំងនៅក្នុងចង្គៀងគេតែងតែមានអារម្មណ៍ថាខឹងខ្លាំងមែនទែនដែលមិនអាចចេញមកក្រៅរួចក៏ប៉ុន្តែដោយសារតែខ្លួនគេគឺមានកូនចៅម្នាក់ដែលគេគឺជាខ្លាខ្មៅដែលមានឈ្មោះថាសេតដែលគេតែងតែឲ្យកូនចៅរបស់ខ្លួនដើម្បីតាមស្វែងរកកាយុងពីមួយសម័យកាលទៅមួយសម័យកាលរីឯសេតដែលខ្លួនកំពុងតែនៅខាងក្រៅក៏មិនទាន់រកឃើញអំពីដំណឹងរបស់កាយុងហើយក៏បានប្រាប់អំពីការផ្លាស់ប្ដូរនៃពិភពមនុស្សដោយនៅសម័យបច្ចុប្បន្នគឺមានការអភិវឌ្ឍមិនដូចជាសម័យបុរាណនោះទេម្ល៉េះហើយវាក៏ជាហេតុដែលធ្វើឲ្យជីនីមានការខឹងសម្បារទៅលើនាងជាខ្លាំងដែលបានរងចាំអស់រយៈពេល600ឆ្នាំចាំនាងត្រឡប់មកធ្វើជាម្ចាស់ចង្គៀងវិញក៏ប៉ុន្តែដោយសារតែ Iblis បានគិតថាកាយុងគឺបានស្លាប់បាត់ទៅហើយម្ល៉េះហើយទើបបានជា Iblis ដែលជាវិញ្ញាណចង្គៀងដែលបានរងចាំនាងអស់រយៈពេល600ឆ្នាំមកហើយក៏ស្នើសុំទៅកាន់ព្រះដើម្បីផ្លាស់ប្ដូរនៅម្ចាស់ថ្មីដែលមានចិត្តស្រដៀងគ្នាទៅនឹងកាយុងដែរព្រោះតែបែបនេះហើយព្រះក៏បានយកព្រមនៅសំណូមពររបស់ Iblis រួចក៏បានឲ្យគេរងចាំរហូតទៅដល់983ឆ្នាំដើម្បីរងចាំនៅម្ចាស់ថ្មីក៏ប៉ុន្តែក៏ត្រូវមានលក្ខខណ្ឌជាមួយនឹងព្រះនៅពេលដែលបានជួបនឹងម្ចាស់ថ្មីហើយត្រូវបង្ហាញអំពីចរិតលក្ខណៈរបស់ម្ចាស់របស់ខ្លួនបើសិនជា Iblis បានគិតថាម្ចាស់របស់ខ្លួនគឺពិតជាមានភាពលោភលន់ដោយដែលជីនីបានកើតនោះ Iblis នឹងមានសេរីភាពឡើងវិញផ្ទុយទៅវិញបើសិនជាម្ចាស់របស់ Iblis គឺជាមនុស្សស្មោះត្រង់ពិតប្រាកដមែនហើយ Iblis មិនអាចកែប្រែនៅអត្តចរិតគេបានម្ល៉េះហើយព្រះនឹងបញ្ជូន Iblis ទៅឋាននរកដោយមិនមានការលើកលែងជាលើកទី2ទៀតនោះទេក៏ប៉ុន្តែពេលបច្ចុប្បន្នម្ចាស់ថ្មីដែលបានមកជួបនឹង Iblis ក៏នៅតែជាកាយុងដដែលស្របពេលដែល Iblis កំពុងតែរៀបរាប់អំពីរឿងរ៉ាវឲ្យកាយុងបានដឹងបន្ទាប់មក Iblis ក៏បានងាកទៅក្រោយឬក៏បានឃើញថាកាយុងគឺបានដេកលក់បាត់ទៅហើយរីឯ Iblis វិញនៅពេលដែលបានឃើញបែបនេះគេក៏បានប្រើប្រាស់នៅវេទមន្តចូលទៅក្នុងចង្គៀងវិញដោយបានឃើញថាកាយុងគឺបានដេកលក់បាត់ទៅហើយក៏ប៉ុន្តែតាមពិតទៅកាយុងគឺគ្រាន់តែធ្វើពុតជាដេកលក់តែប៉ុណ្ណោះដើម្បីស្ដាប់អំពីការរៀបរាប់របស់ Iblis ដែលបានប្រាប់ខ្លួននឹងឯងតទៅថ្ងៃ
បន្ទាប់នៅពេលព្រឹកឡើងកាយងក៏កំពុងតែញ៉ាំអាហារពេលព្រឹករបស់ខ្លួនដែលនាងបានដឹងអំពីរឿងរ៉ាវរបស់ជីនីខ្លះៗហើយស្របពេលនោះដែរជីនីនៃវិញ្ញាណចង្គៀងក៏បានបង្ហាញខ្លួនរួចក៏បានប្រើប្រាស់នៅវេទមន្តហោះជុំវិញកាយងរួចក៏បាននិយាយរឿងរ៉ាវឌឺដងជាមួយនឹងព្រះដែលគេនឹងព្យាយាមបង្ហាញអំពីធម្មជាតិនៃចរិតមនុស្សនៃការលោភលន់និងអាត្មានិយមរបស់ពួកគេចំណែកឯកាយងនៅពេលដែលបានឮដូចនេះកាយងក៏បានសួរទៅកាន់ជីនីថាគេគឺចង់បានអ្វីពីខ្លួនរីឯជីនីដែលមានឈ្មោះថា Iblis ក៏បានឲ្យបំណងប្រាថ្នានាងចំនួន3ក៏ប៉ុន្តែបំណងប្រាថ្នាចំនួន2ដែលមិនអាចប៉ងបានមួយគឺជាការប៉ងប្រាថ្នានៅពេលដែលមនុស្សស្លាប់ហើយគឺមិនអាចរស់ឡើងវិញបានទេ2គឺមិនអាចប៉ងប្រាថ្នាដើម្បីមើលទៅពេលអនាគតនោះទេក្រៅពីនេះបំណងប្រាថ្នាទោះបីជាអាក្រក់យ៉ាងណាក៏នៅតែអាចប៉ងបានដែរចំណែកឯកាយងនៅពេលដែលបានឮសម្ដីរបស់ Iblis បាននិយាយហើយកាយងក៏បានដឹងអំពីគោលបំណងរបស់ Iblis ដែលគេធ្វើនេះគឺគ្រាន់តែចង់បង្ហាញអំពីធម្មជាតិរបស់មនុស្សឲ្យព្រះបានដឹងតែប៉ុណ្ណោះស្របពេលនោះដែរនាងក៏មានគោលបំណងចង់ប៉ងប្រាថ្នានៅរឿងមួយដែលចង់ឲ្យជីនីដែលមានឈ្មោះថា Iblis កំពុងតែអង្គុយមុខនាងស្លាប់បាត់ទៅរីឯ Iblis វិញនៅពេលដែលបានឮសម្ដីរបស់កាយនបាននិយាយហើយក៏បានធ្វើឲ្យគេភ្ញាក់ខ្លួនយ៉ាងខ្លាំងរួចគេក៏បាននិយាយថាចរិតលក្ខណៈរបស់កាយងសម័យបច្ចុប្បន្នគឺមានចរិតលក្ខណៈកាចជាងនិងខុសគ្នារវាងកាយងនៅក្នុងសម័យបុរាណបន្ថែមទៀតនោះ Iblis ក៏បានឆ្ងល់ថែមទៀតថាឬមួយគ្រាន់តែជាការសម្ដែងដើម្បីធ្វើជាមនុស្សល្អដើម្បីចង់ឲ្យ Iblis ជាប់ឃុំឃាំងនៅក្នុងចង្គៀងម្ដងទៀតក្រោយពីការទទួលទានអាហារពេលព្រឹកដែលមានភាពជូរចត់ហើយកាយនក៏បានដើរនៅតាមដងផ្លូវរួចក៏បានឃើញថា Iblis ក៏នៅតែមកតាមនាងនៅពេលដែល Iblis កំពុងតែដើរជាមួយនឹងកាយង Iblis ក៏បានគិតថាឥឡូវនេះបើសិនជាមានសត្វអូតជិះនោះគឺវាមិនដឹងជាល្អយ៉ាងណានោះទេរីឯកាយងនៅពេលដែលបានលើសម្ដីរបស់ Iblis បាននិយាយហើយគេក៏បានស្ដីបន្តឲ្យ Iblis ថាសម័យបច្ចុប្បន្ននេះគឺគេមិនជិះអូតនោះទេគឺគេជិះតែយានយន្តតែប៉ុណ្ណោះរីឯ Iblis ក៏បានសួរទៅកាន់កាយងវិញថាតើយានយន្តគឺជាអ្វីដោយគេមិនស្គាល់យានយន្តនោះទេក្នុងឡុងពេលនោះផងដែរយើងក៏បានឃើញថាមានម៉ូតូមួយបានជិះបុក Iblis ដែលបានធ្វើឲ្យគេដាច់ខ្លួនជាពីរហើយនោះក៏ជាការសបញ្ជាក់ឲ្យឃើញភ្លាមថានេះហើយគឺជាយានជំនិះដោយមិនចាំបាច់ឲ្យកាយងបកស្រាយនោះទេស្របពេលនោះដែរសំឡេងទូរស័ព្ទរបស់កាយងក៏បានបន្លឺឡើងដែលបានធ្វើឲ្យ Iblis មានការភ័យខ្លាចនឹងសំឡេងនោះជាខ្លាំងតែគេគឺមិនដែលឮសំឡេងនេះកាលពីមុននោះទេក៏ប៉ុន្តែតាមពិតទៅសំឡេងនោះគឺជាសំឡេងទូរស័ព្ទដែលលោកយាយបានខលមកកាយងដើម្បីសួរសុខទុក្ខទៅកាន់គេដោយសារតែនាងមកឌូបៃតែម្នាក់ឯងម្ល៉េះហើយបានជាលោកយាយព្រួយបារម្ភជាពិសេសនោះគឺមិនចង់ឲ្យនាងនៅក្បែរនឹងមនុស្សប្រុសក៏ប៉ុន្តែបើសិនជាជួបនឹងមនុស្សប្រុសគួរណាកុំសូវទុកចិត្តពួកគេពេកអីក៏ប៉ុន្តែការយកឃើញរបស់លោកយាយគឺខុសទាំងស្រុងមនុស្សប្រុសគឺមិនអាក្រក់ទាំងអស់នោះទេក៏មានល្អខ្លះដែរនោះគឺជាមនុស្សប្រុសម្នាក់ដែលកំពុងតែនិយាយរឿងឲ្យអ្នកទាំងអស់គ្នាស្ដាប់នឹងឯងបន្ទាប់មកកាយងក៏បានបិទទូរស័ព្ទរបស់ខ្លួនផងដែរចុះម្ដងថ្ងៃបន្ទាប់នៅក្នុងទីក្រុងឌូបៃកាយងក៏បានមកជាមួយនឹងក្រុមធัวរបស់ខ្លួនដដែលពួកគេទាំងអស់គ្នាក៏បាននាំគ្នាមកមើលគ្រឿងអលង្ការនិងសម្ភារៈមួយចំនួនដើម្បីតាំងនៅក្នុងផ្ទះលើពីនេះទៅទៀតនោះពួកគេក៏បានឃើញចង្គៀងជាច្រើនដែលបានដាក់តាំងលក់រួចពួកគេក៏បាននិយាយថាចង្គៀងនេះគឺសុទ្ធសឹងតែជាចង្គៀងរបស់ជីនីស្របពេលនោះដែរជីនីដែលមានឈ្មោះថា Iblis ក៏បានចេញមករួចក៏បានទៅចិត្តកាយងរួចគេក៏បានបញ្ចុះឲ្យកាយងសុំបំណងប្រាថ្នាដែលគេមានចំនួន3ដោយសារតែពេលនេះនាងគឺជាម្ចាស់នៃចង្គៀងហើយកាយងគឺមិនទាន់បានប្រើប្រាស់នៅបំណងប្រាថ្នារបស់ខ្លួននោះទេម្ល៉េះហើយទើបបានជាជីនីដែលមានឈ្មោះថា Iblis ក៏ព្យាយាមមកចិត្តកាយងដើម្បីឲ្យនាងប៉ងនៅបំណងប្រាថ្នារបស់ខ្លួននឹងឯងរីឯកាយងវិញនៅពេលដែលឃើញ Iblis តែងតែព្យាយាមមកចិត្តខ្លួនក៏បានធ្វើឲ្យនាងមានការធុញទ្រាន់ជាខ្លាំងម្ល៉េះហើយនាងក៏បានស្ដីបន្តឲ្យ Iblis ឬក៏បានធ្វើឲ្យមនុស្សជុំវិញខ្លួនក្រឡេកមើលទៅកាន់នាងហេតុអ្វីបានជាគេម្នាក់នេះនិយាយម្នាក់ឯងដែលពួកគេម្នាក់ប្រហែលជាគិតថាកាយងគឺកំពុងតែមានបញ្ហាខួរក្បាលក៏ប៉ុន្តែតាមការពិតទៅ Iblis ក៏បានប្រាប់កាយងថា Iblis គឺចង់ធ្វើបាបកាយងដែលមិនឲ្យអ្នកជុំវិញខ្លួនមើលឃើញក្រៅពីកាយងនោះទេចំណុចនេះហើយក៏បានធ្វើឲ្យនាងមានការខឹងសម្បារទៅលើ Iblis ជាខ្លាំងរួចនាងក៏បានយកចង្គៀងបុរាណដែលជាវិញ្ញាណរបស់ Iblis យកទៅគប់ចោលនៅសមុទ្រក៏ប៉ុន្តែនៅពេលដែលនាងបានមកដល់បន្ទប់របស់ខ្លួនក៏បានធ្វើឲ្យនាងមានការក្រៀនយោបល់យ៉ាងខ្លាំងដោយនាងបានឃើញថា Iblis កំពុងតែនៅបន្ទប់របស់ខ្លួនដដែលដែលនាងបានគិតថាហេតុអ្វីបានជា Iblis នៅតែមកតោងទាមនាងទៀតម្ល៉េះហើយដែលជាហេតុធ្វើឲ្យនាងបានគិតថាប្រហែលមានជីនីច្រើនដែលជាជីនីនៃវិញ្ញាណចង្គៀងហេតុដូចនេះហើយនាងក៏បានសម្រេចចិត្តទៅផ្សារម្ដងទៀតដើម្បីដើរមើលចង្គៀងដែលគេបានដាក់តាំងលក់បន្ទាប់មកកាយងក៏បានសម្រេចចិត្តអង្អែលទៅលើចង្គៀងនោះទាំងអស់រួចក៏បានឃើញថាមានជីនីម្នាក់បានចេញមកដែលគេមានរូបរាងដូចទៅនឹង Iblis ដែរក៏ប៉ុន្តែតាមការពិតទៅតួស្រីរបស់យើងក៏បានដឹងថាគេគឺពិតជា Iblis ពិតប្រាកដមែនរួចនាងក៏បានយកចង្គៀងដែលគេបានដាក់តាំងលក់យកមកវាយទៅលើ Iblis រួចក៏បាននិយាយថាមិនចាំបាច់បន្លំខ្លួនធ្វើជាជីនីផ្សេងនោះទេ
ដោយសារតែ Apple គឺមានលក្ខណៈពិសេសម្យ៉ាងគឺគេអាចនិយាយភាសាកូរ៉េបានក៏ប៉ុន្តែ Apple ក៏នៅតែបដិសេធថាភាសារបស់គេដែលកំពុងតែនិយាយជាមួយនឹងកាយុនគឺជាភាសាអារ៉ាប់រីឯកាយុងវិញដោយសារតែនាងគឺចង់ឈ្នះ Apple នាងក៏បានប្រើប្រាស់នៅភាសាអារ៉ាប់សួរទៅកាន់ Apple ក៏ប៉ុន្តែ Apple គឺមិនអាចឆ្លើយបាននោះទេក៏ដោយសារតែគេគឺជាជីនីម្នាក់ដែលមានឈាមជ័រជាកូរ៉េដែលមិនបានឆ្លងកាត់នៅការសិក្សាភាសាដូចទៅនឹងកាយុងលោះហើយនេះគឺជាមូលហេតុដែលមិនអាចលាក់កាយុងបានលើពីនេះទៅទៀតនោះកាយុងក៏បានប្រាប់ទៅជីនីថាបើសិនជាអ្នកជាជីនីពិតប្រាកដមែនតើអ្នកអាចហោះបានដែរឬទេស្របពេលនោះដែរជីនីក៏បានប្រើប្រាស់នៅវេទមន្តរបស់ខ្លួនកាន់ចង្កេះកាយុងរួចក៏នាំនាងហោះហើរពេញទីក្រុងឌូបៃរីឯកាយុងវិញនៅពេលដែលបានហោះហើរជាមួយនឹង Apple មើលទៅនាងដូចជាមិនមានអារម្មណ៍រំភើបអ្វីនោះទេបន្ទាប់មក Apple ក៏បាននាំយកកាយុងទៅលើអគារខ្ពស់មួយរួចក៏បានព្យាយាមបង្ខំឲ្យកាយុងនិយាយនៅបំណងប្រាថ្នារបស់ខ្លួនមូលហេតុដែល Apple បានធ្វើបែបនេះក៏ដោយសារតែខ្លួនគេគឺចង់ឲ្យកាយុងប៉ងនៅបំណងប្រាថ្នាទាំង3នោះនៅពេលដែលកាយុងប៉ងនៅបំណងប្រាថ្នាទាំង3នោះហើយនោះ Apple នឹងសម្លាប់កាយុងចោលហើយគេនឹងអាចមានសេរីភាពឡើងវិញបានរីឯកាយុងវិញដោយសារតែខ្លួននាងគឺមិនខ្លាចនៅការស្លាប់នោះទេនាងក៏បានសើចហើយក៏និយាយថាគេមិនប៉ងនៅបំណងប្រាថ្នារបស់ខ្លួននោះទេម្ល៉េះហើយបើសិនជាចង់សម្លាប់គេនោះ Apple សម្លាប់គេនៅពេលនេះតែម្ដងទៅដូច្នេះហើយសាច់រឿង Genie Make a Wish នៅក្នុងភាគទី1គឺចប់ត្រឹមតែប៉ុណ្ណេះដូច្នេះបើសិនជាបងប្អូនពេញចិត្តនៃការសម្រាយរឿងរបស់ខ្ញុំសូមកុំភ្លេចជួយចុច Subscribe និងដាក់សញ្ញារូបកណ្ដឹងដើម្បីជាការលើកទឹកចិត្តដើម្បីតាមដាននៅភាគបន្តទៀតសូមអរគុណ